បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូអំពីរបៀបបង្កើត Gmail បាទអញ្ចឹងជាមួយនឹងការបង្កើតនៅ Gmail យើងអាចបង្កើតបានជាមួយនឹងកម្មវិធី2ជាមួយនឹងកម្មវិធីជ្រុំនេះមួយក៏បានបាទហ្នឹងអញ្ចឹងយើងដើម្បីងាយស្រួលយើងមកបង្កើតជាមួយនឹងកម្មវិធី Play Store នេះក៏បានបាទហ្នឹងជាមួយនឹងកម្មវិធីមួយនេះអញ្ចឹងខ្ញុំនឹងមកបញ្ចូលបងប្អូនជាមួយនឹងការបង្កើតជាមួយនឹងកម្មវិធីមួយហ្នឹងបាទអញ្ចឹងយើងចូលមកកម្មវិធីមួយហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីយើងចូលមកអញ្ចឹងរួចរាល់ហើយយើងចុចទៅលើសញ្ញារូបយើងខាងលើខាងស្ដាំដៃបាទហ្នឹងរូបហ្នឹងអញ្ចឹងយើងចុចលើហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីចុចលើរូបយើងនឹងរួចរាល់ហើយយើងមកចុចលើត្រង់បាទសំទោសបាទដោយសារអ៊ីនធឺណិតរៀង slow ហើយមកចុចនៅកន្លែងត្រង់សញ្ញាព្រួយបុកចំក្រោមហ្នឹងខាងស្ដាំដៃខាងលើបាទហ្នឹងអញ្ចឹងយើងចុចលើហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីយើងចុចលើហ្នឹងរួចរាល់ហើយយើងចុចពាក្យថាបញ្ចូលគណនីផ្សេងបាទហ្នឹងពាក្យហ្នឹងអញ្ចឹងយើងចុចចូលមកបាទហ្នឹងអញ្ចឹងជាមួយនឹងទូរស័ព្ទបងប្អូនប្រើការ scan ប្រយោគដៃឬមួយក៏លេខកូដវាត្រូវការឲ្យយើងបញ្ជាក់ដោះនៅប្រយោគដៃឬលេខកូដបាទហ្នឹងអញ្ចឹងបន្ទាប់ពីយើងចូលមកបានរូបរាងអញ្ចឹងហើយយើងចូលមកពាក្យថាបង្កើតគណនីបាទហ្នឹងឯងខាងក្រោមបាទអញ្ចឹងយើងចុចលើពាក្យហ្នឹងមកបាទហើយបន្តមកទៀតវានឹងសួរយើងថាយើងបង្កើតដោយផ្ទាល់ខ្លួនឬមួយក៏ជាអាជីវកម្មរបស់យើងបាទតែចំពោះខ្ញុំសូមណែនាំឲ្យបងប្អូនបង្កើតនៅផ្ទាល់ខ្លួនខាងលើគេបាទអញ្ចឹងយើងចុចនៅខាងលើគេបាទអញ្ចឹងបន្ទាប់ពីចុចមកខាងលើហើយគឺពាក្យខាងលើនេះគឺឈ្មោះរបស់យើងបាទហើយខាងក្រោមនេះគឺនាមតកូលរបស់យើងតែនាមតកូលរបស់យើងមិនចាំបាច់នឹងដាក់ក៏បានដែរបាទអញ្ចឹងខ្ញុំធ្វើការដាក់នៅឈ្មោះរបស់ខ្ញុំសិនបាទអញ្ចឹងកន្លែងនេះយើងដាក់នៅអក្សរធំមុនទីដែលយើងត្រូវដាក់ឈ្មោះយើងបាទអញ្ចឹងខ្ញុំពេញឈ្មោះខ្ញុំសិនបាទដោយសារឈ្មោះខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំដាក់បញ្ចូលបាទរួចរាល់ហើយយើងចុចពាក្យថាបន្តបាទបន្ទាប់ពីចុចពាក្យថាបន្តរួចរាល់ហើយត្រង់ពាក្យថាថ្ងៃអញ្ចឹងយើងដាក់ថ្ងៃកំណើតរបស់យើងថ្ងៃទីប៉ុន្មានអញ្ចឹងបាទបន្ទាប់មកខែគឺខែប៉ុន្មានបាទអញ្ចឹងយើងត្រូវដាក់ខែមកបាទហើយឆ្នាំបាទបន្ទាប់ពីយើងដាក់នៅថ្ងៃខែឆ្នាំរួចរាល់ហើយយើងត្រូវរើសនៅភេទរបស់យើងបាទគឺត្រង់ហ្នឹងអញ្ចឹងយើងចុចមកបើយើងភេទប្រុសដាក់តែប្រុសមកស្រីដាក់តែស្រីមកបាទឬក៏ភេទទីប្រមាណយើងដាក់តាមភេទហ្នឹងមកបាទអញ្ចឹងយើងដាក់តាមភេទប្រុសបាទអញ្ចឹងបន្ទាប់ពីរាល់ហើយយើងចុចពាក្យថាបន្ទាប់បាទសំទោសដោយសារទូរស័ព្ទខ្ញុំរៀងឡាលូបន្តិចបាទអញ្ចឹងយើងចុចពាក្យថាបន្ទាប់មកបាទអញ្ចឹងយើងបន្ទាប់ពីយើងចុចពាក្យថាបន្ទាប់ពីរាល់ហើយត្រង់នេះយើងត្រូវបង្កើតនៅឈ្មោះ Gmail របស់យើងបាទអញ្ចឹងយើងបង្កើតខ្លួនយើងដាក់មិនបានដែរបាទតែបើសិនជាជន់នៅពាក្យឈ្មោះរបស់គេអញ្ចឹងយើងអាចនឹងកែតម្រូវថែមលេខពីខាងក្រោយចំនួន2តុងទៅ3តុងអញ្ចឹងបាទអញ្ចឹងខ្ញុំដាក់សិនហើយសូមបញ្ជាក់ជាមួយនឹងការបង្កើតនៅ Gmail ត្រង់នេះគឺយើងអត់ប្រើលេខធំទេអត់ប្រើតួអក្សរអង់គ្លេសជាតួធំទេទៅប្រើជាតួអក្សរទូចទាំងអស់បាទហ្នឹងហើយអញ្ចឹងខ្ញុំនឹងដាក់សិនបាទបាទបន្ទាប់ពីដាក់អញ្ចឹងហើយយើងដាក់លេខចុងបន្ទុយគឺស្រាយតែបងប្អូនត្រូវដាក់លេខផងបាទអញ្ចឹងចំពោះខ្ញុំដាក់007បាទបើ Gmail មួយនេះមិនទាន់មានអ្នកប្រើប្រាស់ទេអញ្ចឹងយើងនឹងអាចដាក់បានបាទអញ្ចឹងរួចរាល់ហើយយើងចុចពាក្យថាបន្ទាប់ខាងស្ដាំដៃខាងក្រោមបាទបាទអញ្ចឹងដោយសារឈ្មោះហ្នឹងមានគេប្រើប្រាស់ហើយបាទអញ្ចឹងបងនេះវាមានលេខឲ្យយើងបាទនេះមាន C878429កុដយើងយកតាមគេក៏បានឬមួយក៏យើងចង់ដូរលេខថ្មីក៏បានអញ្ចឹងដើម្បីកុំឲ្យជាន់គេយើងដូរលេខណាដែលយើងអាចចាំបានអញ្ចឹងបាទអញ្ចឹងយើងសាកដាក់7 3ដងបាទអញ្ចឹងរួចរាល់ហើយយើងចុចពាក្យថាបន្ទាប់បាទអញ្ចឹងត្រឹមត្រូវអញ្ចឹង7 3ដងមានន័យថាអត់ទាន់មានគេប្រើប្រាស់ទេអញ្ចឹងជាមួយនឹងពាក្យសម្ងាត់គឺយើងត្រូវប្រើនេះខ្ញុំគ្រាន់តែជាឧទាហរណ៍ជូនបងទេបាទអញ្ចឹងយើងត្រូវប្រើជាអក្សរអង់គ្លេសមុនហើយប្រើជាអក្សរធំដំបូងបាទបន្ទាប់មកយើងប្រើជាអក្សរទូចបាទបន្ទាប់មកយើងប្រើជាតួលេខបាន3លេខ4លេខទៅបាទនេះអញ្ចឹងខ្ញុំដាក់ជាឧទាហរណ៍ជូនមួយបាទអញ្ចឹងយើងចេញរួចរាល់ហើយយើងកុំភ្លេចដាក់នៅពាក្យមួយនេះបាទពាក្យមួយនេះដូចជាអក្សរ A ទូចហ្នឹងបាទអញ្ចឹងយើងដាក់អញ្ចឹងទៅរួចរាល់ហើយយើងចុចពាក្យថាបន្តបាទអញ្ចឹងដោយសារGmail នេះខ្ញុំបង្កើតដើម្បីប្រើប្រាស់ខ្លួនឯងដែរអញ្ចឹងនេះគ្រាន់តែខ្ញុំដាក់ជាឧទាហរណ៍ជូនបងទេបងដាក់ Gmail ដាក់លេខកូដមួយណាតាមតែចិត្តបងអញ្ចឹងបាទអញ្ចឹងខ្ញុំសូមបិទប៉ុណ្្នឹងតិចសិនខ្ញុំបដូរលេខកូដរបស់ខ្ញុំថ្មីបាទបាទហ្នឹងអញ្ចឹងបន្ទាប់ពីយើងបញ្ចូលលេខកូដសម្ងាត់យើងរួចរាល់ហើយអញ្ចឹងយើងចុចពាក្យថាបន្តបាទអញ្ចឹងយើងចុចបន្តមកខាងក្រោមខាងស្ដាំដៃបាទអញ្ចឹងវាទទួលស្គាល់ហើយអញ្ចឹងយើងចុចពាក្យថារក្សាទុកខាងក្រោមខាងស្ដាំដៃបាទអញ្ចឹងរួចរាល់ហើយយើងបាននៅ Gmail របស់យើងមួយហើយអញ្ចឹងយើងចុចពាក្យថាបន្តខាងក្រោមខាងស្ដាំដៃមួយទៀតបាទហ្នឹងអញ្ចឹងបន្ទាប់ពីយើងចូលមកអញ្ចឹងរួចរាល់ហើយយើងអូសឡើងលើអស់បាទហ្នឹងហើយអញ្ចឹងអូសឡើងលើអស់រួចរាល់ហើយយើងចុចពាក្យថាខ្ញុំយល់ព្រមខាងក្រោមខាងស្ដាំដៃបាទបន្ទាប់ពីយើងកើតបានរួចរាល់ហើយគឺវាលោតមកអញ្ចឹងយើងចុច check មើលនៅត្រង់នេះបាទដើម្បីយកវាមកប្រើប្រាស់អញ្ចឹងយើងចុចមកបាទអញ្ចឹងបន្ទាប់ពីយើងចុចត្រង់នឹងរួចរាល់ហើយយើងចុចនៅសញ្ញាព្រួយបុកមកក្រោមត្រង់នេះបាទអញ្ចឹងយើងចុចមកបាទអញ្ចឹងយើងឃើញហើយនៅ Gmail របស់យើងដែលយើងបង្កើតរួចរាល់មិញបាទអញ្ចឹងយើងលើកវាយកមកប្រើប្រាស់យើងគ្រាន់តែចុចលើវាទៅអញ្ចឹងវានឹងដំណើរការប្រើប្រាស់នៅ Gmail របស់យើងហើយអញ្ចឹងបាទអញ្ចឹងការបង្កើត Gmail គឺរួចរាល់បាទហ្នឹងរួចរាល់ហើយយើងចុចពាក្យថាយល់ព្រមមួយទៀតខាងស្ដាំដៃខាងក្រោមបាទអញ្ចឹងគឺអូខេរួចរាល់អញ្ចឹង Gmail របស់យើងនេះគឺយើងកំពុងប្រើប្រាស់ហើយអញ្ចឹងបាទអញ្ចឹងការបង្កើតជាមួយនឹង Gmail មានតែប៉ុណ្្នឹងទេបាទអរគុណចំពោះការតាមដានទាំងអស់គ្នា